សួស្តីហ្វេនណាប់ចិត្តណាប់អេដឺទាំងអស់គ្នាថ្ងៃនេះមានខ្ញុំចង់ធ្វើសាឡាត់មីញ៉ាំក៏រៀបចំធ្វើសាឡាត់មីញ៉ាំតែថតឲ្យហ្វេនណាប់ចិត្តទាំងអស់គ្នាហើយបានមើលថាតើវិធីធ្វើសាឡាត់មីធ្វើរបៀបម៉េចចឹងណាចឹងមើលទាំងអស់គ្នាគ្រឿងផ្សំសាឡាត់មូទី1មានសាឡាត់តាមពិតសាឡាត់គេប្រើសាឡាត់ពណ៌ស្វាយទឹកមើលទៅឃើញស្អាតវាមានពណ៌ស្វាយស្អាតចឹងណាតែខ្ញុំទិញអត់បានសាឡាត់ស្វាយគឺខ្ញុំប្រើសាឡាត់ស្រួយហើយគ្រឿងចំបន្តទៀតគឺមានសាច់ក្តាមចាហើយនឹងមានប្រសក់ហើយនឹងមានការ៉ុតហើយនឹងសបកឡែមប៉ុណ្ណឹងទេគ្រប់គ្រាន់ហើយលាក់លូរបស់ខ្ញុំចឹងហើយហ្វេនទាំងអស់គ្នាចាំមើលវិធីធ្វើសាឡាត់មូរបស់ខ្ញុំទាំងអស់គ្នាណាទីមួយយើងយកអាសបកនេះទៅជ្រលក់ទឹកនេះក្តៅរហូតទៅហើយយើងក៏យកដាក់នៅលើក្តារនេះមួយហើយយើងក៏ចាប់ដើមរៀបស្លាត់ចេញមកផ្ទុយគ្នាណារៀបស្លាត់ចេញមកហើយនឹងប្រសក់ទៅហើយនឹងការ៉ុតដាក់ការ៉ុតទៅដាក់ការ៉ុតចឹងហើយគឺដាក់សាច់ក្តាមដាក់សាច់ក្តាមទៅឆ្លាស់ទៅហើយយើងទៅចាប់ក្តាមមួយយើងរឹតបន្តឹងទៅតិចណាកុំឲ្យវាធូរពេកចឹងវាណែនទឹកមួយណែនទៅណាបានជាស្រឡូវហើយតែយើងដាក់ទៅវាមានអារម្មណ៍ថាវាស្អិតណាអញ្ចឹងយើងមានប្រេងយើងអាចយកប្រេងទៅតិចមកដើម្បីកុំឲ្យវាជាប់គ្នាណាពេលដែលយើងមូលហើយយើងដាក់កូរគ្នាទៅវាមានអារម្មណ៍ថាជាប់អញ្ចឹងយើងយកប្រេងតិចមកយកប្រេងតិចមកគឺស្លាត់មូលនេះយកប្រេងតិចមកនេះបាទពីរហើយយើងយកតិចចឹងមកដល់ពេលយើងដាក់ហ្នឹងទៅវាអត់អាចជាប់ទេថាវាអត់ជាប់តែវាមានជាតិប្រេងឡូអញ្ចឹងណាមើលទៅបន្តទៀតឬว่าជាស្ថាពរនេះទឹកជ្រលក់